ទី5ណាយើង lab ទី5គឺខ្ញុំប្រើ script ក្នុងការ map drive ដោយស្វ័យប្រវត្តិតាមរយៈ group policy ហើយយើងទៅទាំងអស់គ្នាចឹងពីអាទិត្យមុនគឺខ្ញុំបាន record វីដេអូទី4គឺតកតទៅនឹងការបង្កើត group បង្កើត computer account ដើម្បី share folder បាទណាដល់ឥឡូវនេះខ្ញុំអត់នេះទេខ្ញុំសូខ្ញុំកាត់និយាយសូចុចយកមកចង់ចេះគឺមើលទៅដល់ lab ទី4ចង់ចេះមើល lab ទី4ខ្ញុំអត់និយាយឯងកុំឲ្យយូរទៅឲ្យលឿនអានេះយើងចេះហើយ add group OU cellដោយសារ lab នេះ record នៅក្នុង lab ទី4ហើយអញ្ចឹងខ្ញុំអត់និយាយទេធ្វើឲ្យលឿន lab ទី5យើងនេះគឺយើងប្រើ group policy ទេបាទណាក្នុងការ map drive ឥឡូវខ្ញុំមាន OU ថែមមួយទៀត OU 13បានហើយកុំឲ្យច្រើនពេក OU admin ឲ្យ admin GG បង្កើត user មួយឈ្មោះធីតាមាសធីតាអូខេឥឡូវយើងចាប់ផ្ដើមទៅបង្កើត folder share ខ្ញុំ add ធីតាចូលនៅក្នុង group admin មួយសិនអូខេអញ្ចឹងខ្ញុំដាក់ folder មួយឈ្មោះ storage អត់ទាន់ម៉ោងទី2ចាំសួរហើយខ្ញុំដាក់ថា IT doc មួយទៀត admin doc ខុសទី3 cell doc ហើយយើងចាប់ដើម share អញ្ចឹងយើង permission advanced share permission remove everyone add authenticate user authenticate user មានន័យថាម៉េចបាទ authenticate user មានន័យថា user មានតែនៅក្នុង domain ទេហើយ user ហ្នឹងគឺយើងផ្ទៀងផ្ទាត់ឧទាហរណ៍ថាយើង share ទៅឲ្យ IT គឺមានតែ user នៅក្នុង IT ហ្នឹងទេអាច access folder ហ្នឹងបានអាហ្នឹងគេឲ្យឈ្មោះថា authenticate user អាហ្នឹងមានន័យថាការ share ច្បាស់លាស់យើង remove មរតកចេញការ share folder គឺពុំមានមរតកទេបើសិនជាគ្នាយើងប្រើជាមួយនឹងមរតក hacker គេចូលបានចង់ចេះ cyber ទៀតទេសូទៀតហើយយើងទៅ group admin GG admin modify ទេហើយយើង folder IT ម្ដងadd ozen
យើង add group administrator មូលហេតុអីយើង add group administrator មូលហេតុដោយសារតែអ្នក IT នឹងមានសិទ្ធិនៅលើ system ទាំងអស់បើអត់ add គាត់មានបញ្ហាដោះស្រាយអត់ចេញទេបើសិនជា group IT នេះធ្វើបដិវត្តពណ៌អញ្ចឹង admin ចប់បដិវត្តពណ៌មានថាលុបឯកសារនៅក្នុង IT document ឲ្យអស់អញ្ចឹង group administrator ចប់ដល់ណាយើង add មួយទៀត add IT ពីរ folder បានហើយកុំឲ្យវែងឆ្ងាយពេក admin មួយ IT មួយឥឡូវយើងចង់ map drive ឥឡូវយើងចូលទៅម៉ាស៊ីន client IT មាន user ឈ្មោះអី IT កក្កដា @adatem.com password មើលតន់ណាខាងក្រោយមើលអត់តន់ចាំមើលវីដេអូអត់តន់ហើយបាន record វីដេអូ algorithm នៅខ្សោយឥឡូវអត់ reflect algorithm ចេះអីខ្លះណាអ្នកអត់តន់ server រៀន server អត់តន់និយាយតាមត្រង់មកស្រួលអស់បច្ចិតណា record តាមវីដេអូឲ្យទៀតហើយ record សលេងឲ្យទៀតបាទយើងចាប់ផ្ដើមអញ្ចឹងដើម្បី access ទៅ folder ដែល share ជាទូទៅគឺយើងប្រើ backslash ឲ្យម៉ាស៊ីនដែល share ម៉ាស៊ីន share ឈ្មោះអីឈ្មោះ lon dc1 តោះណាអញ្ចឹងកក្កដាស្ថិតនៅក្នុង IT មែនទេស្ថិតនៅក្នុង admin ក៏មែនដែរយកកក្កដានៅខាងណាបាទកក្កដានៅ cell ឥឡូវយើងទៅមើល cell កក្កដានៅ cell ទេអញ្ចឹងខ្ញុំទៅមើល IT មាន user មួយឈ្មោះបុប្ផាខ្ញុំ reset password បុប្ផាមួយសិនអញ្ចឹងយើង log ចូលបុប្ផាវិញខុស user stop វីដេអូសិនបុប្ផាការ login យើងប្រើឈ្មោះតទេក៏បានឈ្មោះ @adatem ក៏បានឬក៏ adatem/បុប្ផាក៏បានដែរ3ហ្នឹងប្រើមួយណាក៏បានដែរបាទណា
យើងចូលទៅបុប្ផាស្ថិតនៅក្នុង group អីបុប្ផា IT យើងចូលទៅ lon DC1 ចឹងនេះ IT ចឹងបុប្ផាមានសិទ្ធិបង្កើត file នៅលើ folder share IT ចឹងនៅក្នុងពេលនេះគឺយើងមិនចង់ឲ្យបុប្ផា access file តាមរយៈ /lon DC1 ទេយើងចង់ឲ្យបុប្ផាហ្នឹងពេលតែបើកម៉ាស៊ីនមកគឺមាន map drive អូតូម៉ាទិកបាទណាចឹងវិធីទី1យើងអាច manual ហើយចុច map drive ហើយយើងដាក់ថា drive I ចឹងមក drive I បញ្ជាក់ថា drive IT ពីនេះយើង sign out មួយចូលបុប្ផាសាថ្មីចឹងបុប្ផាក្នុងការ access ទៅ IT document គ្រាន់តែចូល File Explorer នឹងឃើញបែបនេះ Map Drive បែបនេះប៉ុន្តែបើសិនជាមាន user របស់មួយនាក់តើយើងធ្វើចឹងឬក៏អត់យើងមិនអាចចុចយកបានទេគឺច្បាប់វាយើងត្រូវប្រើ script បាទឥឡូវយើងចាប់ផ្ដើមប្រើ script ក្នុងការ Map Drive តើប្រើ script អីឥឡូវយើងចូលទៅPowerShell ខ្ញុំប្រើ script មួយខ្ញុំដាក់ថា net use ហើយ I net use ហើយខ្ញុំទៅមើលនៅក្នុងម៉ាស៊ីន Lon DC1 តើ IT doc ការ share មានអីខ្លះអានេះ share មានន័យថា slash 2 ដង lon DC1 slash IT doc យើង copy វាមក copy យើងមកចូលម៉ាស៊ីន client យើងហើយយើងថែវាមកអត់ទេហើយយើង save វាយើង save ដាក់ថាខ្ញុំដាក់នៅ document ចុះខ្ញុំដាក់ថា IT map drive extension .ps1 .ps1 save ឥឡូវយើងសាកrun មើលចឹងអានេះលែងមាន map drive ដោយសារខ្ញុំមិញ disconnect ឥឡូវយើងសាក run command បាទ net use ចឹងខ្ញុំប្រើតាក់ទងនឹង set execute អានេះមានន័យថាវាជាប់អត់ឲ្យ run script set execute policy and restrict ចេះ command ហ្នឹងឯងចេះខ្ញុំ run as administrator វិញ PowerShell run as administrator password adatem /administratorអានេះវាទាសិទ្ធយើង open script យើងមិញ ps1
document យើងសាកថ្មី net use I path ហើយយើង run command នេះគឺ command map drive នេះយើងមើលខ្ញុំ sign out មួយខ្ញុំ save វាសិន save វាដាក់ថា IT map drive .ps ps1 ហើយយើងចូលទៅមើលទាំងអស់គ្នានេះ script ហ្នឹងឥឡូវយើង sign out មួយដើម្បី verify ថា script ហ្នឹងដើរឬក៏មិនដើរ script មិញណាយើងចូលបុប្ផាដដែលដែរ script net use ទី10អត់ដើរខ្ញុំ log ទៅនេះវិញជប់ A សិនខ្ញុំប្រើនៅក្នុងនេះសិនខ្ញុំបង្កើត script មួយ new script new IT map drive ខ្ញុំដាក់ថា net use I slash save អញ្ចឹងខ្ញុំដូរទៅ .ps1 ps1 ps1 ឥឡូវយើងសាក run ចេះអូខេត្រូវការ sign out មួយខ្ញុំ sign out មួយសិន script អត់ទាន់ affect លុះត្រាតែ script ហ្នឹង affect ទើបយើងយក script ហ្នឹង apply នៅលើ group policy កើតដល់ណាខ្ញុំ edit មួយសិននេះយើងមាន script Python ណាមានទេ successful IT doc នេះមកនេះ script ហ្នឹងបងណាវា map drive auto បន្តិចនេះឥឡូវ script ហ្នឹងវាដើរហើយ
ឥឡូវយើងយក script ហ្នឹងដាក់នៅលើ Windows Client វិញណា script ប៉ុណ្ណឹងមិនយើងប្រើនៅលើ Windows Client វាដើរឥឡូវយើងចាប់ផ្ដើម copy script នេះចូលទៅដាក់នៅក្នុង Windows Client វិញ script copy ទៅដាក់ Windows Client ដើរនេះតោះណាវាយឺតឥឡូវយើងមើល script យើងសិន edit សាថ្មី command នៅក្នុង Windows PowerShell គឺយើងប្រើ net use i នេះមានន័យថា letter drive ហើយអានេះមានន័យថា share folder តោះណាឥឡូវឧទាហរណ៍ថាយើងមាន user ថ្មីមួយទៀតនៅក្នុង IT យើង copy ចេញពី user បុប្ផាដាក់ថាដុល្លារកែវដុល្លារចឹងយើងនៅក្នុងម៉ាស៊ីន client យើង log ចូលទៅដុល្លារយើងចង់ verify ថាតើដុល្លារមាន map drive ឬក៏អត់តោះណាយើងចាប់ដើម log ទៅដុល្លារឥឡូវដុល្លារមាន map drive មើលមាន map drive អត់មានទេដុល្លារនោះលុះត្រាតែគ្នាយើងប្រើ manual ឬក៏ click PowerShell ហ្នឹងដោយសារមាន active ហ្នឹងប៉ុន្តែយើងអត់បានឃើញយ៉ាងទេឲ្យតែ user ថ្មីចូលមកគឺ map drive automatic គឺយើងត្រូវ apply តាមរយៈ policy បានឥឡូវយើងមើលដុល្លារសិនដល់យើងចូលទៅមើលដុល្លារ user ដុល្លារគឺពុំមាន map drive automatic ទេអញ្ចឹងយើងប្រើ group policy ឥឡូវខ្ញុំសូតាក់ទងនឹងការប្រើប្រាស់ group policy group policy គឺមានតែនៅក្នុង server ទេបាទណាគឺយើងចូលទៅ group policy management ហើយយើងទៅបង្កើត group policy object មួយដាក់ឈ្មោះថា IT map drive តបមកយើង edit ហើយនៅក្នុងម៉ោងនេះគឺខ្ញុំសូតាក់ទងនឹង user configuration computer config ឈប់អាសិនយើងប្រើមួយសិនយើងចូលទៅ user config policy ហើយយើងចូលទៅ Windows setting យើងចូលទៅ script អញ្ចឹងខ្ញុំចូល script មួយគឺ script log on តទៀតខ្ញុំទៅ add PowerShell មិញអញ្ចឹងយើងមើល script log on នេះវាមាន2ទី1 script ធម្មតាទី2 script PowerShell អញ្ចឹងខ្ញុំយក script PowerShell ហើយខ្ញុំ add script PowerShell មិញហ្នឹងដែលខ្ញុំបានបង្កើតគឺស្ថិតនៅក្នុងស្ថិតនៅក្នុងនេះឥឡូវយើង edit script សារថ្មី script យើងគឺយើងប្រើ net use i letter I ហើយ slash folder share តោះណាដល់យើង copy វាចូលយើង copy ទៅ group policy យើងនេះខ្ញុំផាសនៅក្នុងនេះអូខេហើយ open អូខេ
nhầm số file file dương cứ trầm trời hai cứ IT map drive ps1 apply OK copy OK hơi dương close group DC dương hơi dương link group DC IT nè cho được nóng OU IT dương link group DC dương chúng ta IT map drive đó đấy OK chẳng dương tới $សាថ្មីចឹងដើម្បីឲ្យ PowerShell នឹងដើម្បីឲ្យ group policy នឹង affect គឺយើងប្រើ command line មួយឈ្មោះថា gp update/force ឬក៏យើងវាយ gp អត់ដើរនេះ gp update/force យើងប្រើ command នឹងក៏បានឬក៏យើង sign out ក៏បានដែរsign out បន្ទាប់ពី sign in យើងចាំមើលតើ group policy apply ឬក៏អត់ពីអ្នកថា apply អត់ប្រហែលអ្នកថា apply មើល apply អត់ apply map drive តាមរយៈ group policy automatic យើងអត់ចាំបាច់ទៅ config អីទៀតទេតោះណាឥឡូវឧទាហរណ៍ថាមាន user ថ្មីមួយទៀតនៅក្នុង IT ឈ្មោះថារាត្រីមាសរាត្រីយើងសាកចូលទៅរាត្រីសាញឲ្យមួយចូលទៅរាត្រី user ណាស្ថិតនៅក្នុង OUIT គឺជាប់អស់គឺយើងចាំមិនចាំបាច់ config ខ្លួនឯងទៀតទេ config ម្ដងទៀតទេគឺ group policy apply យើង automatic តោះនេះកន្លែងហ្នឹងអាហ្នឹងហើយជាអំណាចនៃ group policy យើងចូលទៅរាត្រីឥឡូវរាត្រីមានអត់រាត្រីមាន map drive មានទេមានអត់ច្បាស់សប្តាហ៍ក្រោយយើង install software automatic បើកម៉ាស៊ីនមកគឺ install មកមិនចាំបាច់ទៅគួយចុចទេបាន software អីក៏បានដែរបាទអូតូ client ចាំតែប្រើទេអត់មានទៅ IT សូម install កម្មវិធីតិចអត់កើតទេអញ្ចឹងcòn folder មួយទៀតចេះធ្វើដូចគ្នា folder មួយទៀតឧទាហរណ៍ខ្ញុំ folder យើងមាន folder share ឈ្មោះអីឈ្មោះ admin ណា admin យើង copy admin មក copy network path បាទ copy មកយើងចូលទៅក្នុង script យើង copy script នឹង copy វាមកហើយយើងដាក់ថា admin ហើយយើងកែវាមក admin យើងដាក់ letter A អញ្ចឹងទៅ
ហើយក៏យើងដូរ network path កន្លែងនេះទី1យើងដូរកន្លែងនេះយើង pass admin ចូលមកអានេះ admin doc តោះណាហើយនេះ letter A ចឹងមក save ឥឡូវយើងសាក run មើល run សិនតើវាដើរឬក៏មិនដើរចាញ់ហើយឥឡូវយើងយក script ហ្នឹងទៅដាក់នៅក្នុង group Lucy ហើយយើងចូលទៅ group Lucy សារថ្មីខ្ញុំ close សារថ្មីយើងចូលទៅក្នុង tool group Lucy management ហើយនៅក្នុង admin នេះអញ្ចឹងយើងបង្កើត group Lucy មួយមកយើងបង្កើតមាត្រាមួយមកឈ្មោះថា admin map drive យើងអាចយក group Lucy IT មកប្រើបានទេបានប៉ុន្តែជាប់ IT ខុសគ្នាអញ្ចឹងយើងទៅ edit map drive ហ្នឹងមកយើងចូលទៅ user config មានន័យថា user ណា log ចូលទៅម៉ាស៊ីនណាគឺជាប់ហើយ policy ហ្នឹងអត់អាចរួចខ្លួនទេបាទណាយើងចូលទៅ Windows setting script ហើយ log on PowerShell add មកយើង copy script ចូលទៅក្នុង script យើងគឺធ្វើនៅក្នុង storage script ហើយ admin copy ហើយដាក់ចូលនៅក្នុងនេះopen អូខេហើយបាទឥឡូវយើងមើល user admin មានឈ្មោះអី user admin ឈ្មោះថាធីតាតើយើងចូលទៅធីតាប៉ុន្តែមិញយើងមិនទាន់ link group policy ចូលទៅក្នុងធីតាទេឥឡូវយើងមើល admin មាន policy នៅទេលុះត្រាយើង link សិនយើងចូលទៅក្នុងOU admin link group policy យើងយកពាក្យថា admin map drive ឥឡូវយើងមើលនេះយើងមើល OU admin មាន group policy link OU IT មាន group policy link ឥឡូវយើងចាប់ផ្ដើមតេស្តធីតាធីតាជាប់ឬក៏អត់ជាប់ចេះនៅ group policy ចេះនៅស្រួលជាទីបំផុត group policy បើសិនយើងចេះ group policy ឧទាហរណ៍ថាពេល log on ឲ្យ map drive ពេល log off ឲ្យ clear theme ទៅ script មក script ទាំងអស់សម័យនេះសម័យ script ហើយឲ្យវាធ្វើការ automatic មកយើងតែទាំងអស់គ្នាពិតឬក៏មិនពិតដូចជាមិនពិតទេនេះឥឡូវប៉ណ្ណឹងធ្វើ lab បានទេអានេះ lab ទី5ស្រួលទេ lab ទី5បិទវីដេអូប៉ុណ្ណឹងបាទហើយ screen តែប៉ុណ្ណឹងដែរអូតើធ្វើ group policy ឥឡូវខ្ញុំ stop សិន